ប្រេងធម្មជាតិមួយមុខនេះងាយស្រួលធ្វើសម្រាប់បងប្អូនដែលមានសង្វារក៏ប្រើបានអត់សង្វារក៏ប្រើបានហើយបើបានប្រើជាប្រចាំជួយទប់ស្កាត់ការពារកុំឲ្យឡើងសង្វារមកទៀតចង់ដឹងថាវិធីធ្វើបែបណាកុំភ្លេចមើលវីដេអូឲ្យដល់ចប់ណាបងប្អូនទាំងអស់គ្នាដំបូងខ្ញុំមានជាមួយនឹងពោតបារាំងសម្រាប់ពោតបារាំងខ្ញុំទិញ500ឯងបងប្អូនបានឡើងមកកណោមុននឹងយកទៅធ្វើលាងទឹកឲ្យស្អាតហើយខ្ញុំអត់ធ្វើទាំងអស់ទេនៅសល់ប្រហែលជា4ផ្លែទៀតហើយបងប្អូនបើសិនជាមានម៉ាស៊ីនក្លុកយកទៅក្លុកក៏បានដែរប៉ុន្តែខ្ញុំចង់ធ្វើវិធីអីដែលងាយសម្រាប់បងប្អូនព្រោះជាទូទៅអត់តែខ្ញុំធ្វើវិធីធម្មជាតិហើយខ្ញុំយកម៉ាស៊ីនក្លុកដឹងតែមានបងប្អូនខមមិនថាគាត់អត់មានម៉ាស៊ីនក្លុកអញ្ចឹងធ្វើមិនទៅឥឡូវនេះមិនបាច់ប្រើម៉ាស៊ីនក្លុកអីទេបងប្អូនគ្រាន់តែចិត្តច្រាំបែបហ្នឹងមកវិធីងាយខ្លាំងមែនតើហើយទទួលបានផលទៀតហើយបងប្អូនដាក់ពោតបារាំងហ្នឹងចូលនៅក្នុងឆ្នាំងខ្ទះមួយមកពោតបារាំងជំនួយទាំងសុខភាពជំនួយទាំងសរសៃសក់ជំនួយទាំងស្បែកចឹងហើយថ្ងៃនេះខ្ញុំច្នៃពោតបារាំងយកមកដាក់ចូលគ្នាជាមួយនឹងប្រេងដូងសម្រាប់ប្រេងដូងខ្ញុំប្រើតែប្រេងដូងត្រជាក់បងប្អូនខ្ញុំដែរប្រើប្រេងដូងក្តៅឯដោយសារប្រេងដូងក្តៅមុននឹងចម្រាញ់បានជាប្រេងមកគឺថាឆ្លងកាត់កម្ដៅរាប់រយអង្សាហើយរយៈពេលយូរដូច្នេះខ្ញុំយកតែប្រេងដូងត្រជាក់យកទៅប្រើបើតែថាយកទៅដាក់នៅលើភ្លើងក៏ได้ប៉ុន្តែក៏អត់បើកម្ដៅខ្លាំងដែរមកល្មមអញ្ចឹងហើយវីតាមីនក៏វាអត់បាត់បង់អីច្រើនដែរបងប្អូនហើយពេលដែលយើងមកផ្សំជាមួយនឹងពោតបារាំងបែបនេះទៀតធ្វើឲ្យវីតាមីនចេញពីពោតបារាំងហ្នឹងលាយបញ្ចូលគ្នាជាមួយនឹងប្រេងដូងត្រជាក់យើងយកទៅលាបស្បែកធ្វើឲ្យស្បែកយើងមានសំណើមកាត់បន្ថយស្នាមសង្វារបើសង្វារល្មមលាបយូរទៅសឹងថាបាត់ 100% ហ្មងហើយបើថាបងប្អូនអត់ទាន់មានសង្វារលាបដើម្បីការពារសង្វារមុននឹងចូលដល់វីដេអូតទៀតខ្ញុំសូមបង្ហាញបន្តិចសម្រាប់ស្បែកមុខខ្ញុំពីមុនមកខ្ញុំម្នាក់ដែលធ្លាប់ជួបគ្រប់បញ្ហាទាំងអស់មុនស្នាមជាំអាចរយស្ងួតជួបគ្រប់បញ្ហាស្បែកមុខទាំងអស់ហើយខ្ញុំចូលចិត្តប្រើរបស់ធម្មជាតិដូច្នេះហើយទើបធ្វើឲ្យខ្ញុំតែងតែយកគ្រឿងផ្សំធម្មជាតិយកមកសាកល្បងសាកប្រើដោយខ្លួនឯងបានផលទទួលបានស្បែកមុខស្អាតទើបហ៊ានចែកចាយទៅដល់បងប្អូនទាំងអស់គ្នាហើយដោយសារវីតាមីនចម្រុះនេះនៅជាមួយខ្ញុំច្រើនឆ្នាំហើយជាផលិតផលដែលលាបឲ្យធ្វើឲ្យស្បែកមុខតឹងភ្លឺថ្លាម៉ត់អលងជួយរួចការលាបលេឲ្យមានសុខភាពកាន់តែខ្ពស់ពេលព្រឹកឡើងខ្ញុំលាបសារ៉ូវីតាមីនចម្រុះខ្ញុំលាប collagen cream ជួយផ្ដល់សំណើមមុខជួយផ្ដល់ collagen ដល់ស្បែកមុខធ្វើឲ្យស្បែកមុខក្មេងស្ទើរទី3ខ្ញុំលាបជាមួយនឹងលេកាពីកណ្ដាលថ្ងៃភ្លេចប្រាប់ជប់ឡើងខ្ញុំលាបសារ៉ូបដោះកោសិកាហើយនិង collagen cream ពេលយប់ខ្ញុំលាបតែ2មុខទេប៉ុន្តែពេលថ្ងៃខ្ញុំលាប3មុខចូលគ្នាបើទោះជាខ្ញុំចង់ make up អីតិចតួចពីលើមកក៏ធ្វើ make up ខ្ញុំជាប់បានយូរចូលល្អដែរលេកាពីកណ្ដាលថ្ងៃមាន UV ការពារខ្ពស់លាបភ្លាមមុខចាំងគីឡូភ្លាមដល់សណាមអត់ធ្វើឲ្យស្ទះរញើសអត់ធ្វើឲ្យមុខស្ងួតទេខ្ញុំពិតជាសប្បាយចិត្តដែលខ្ញុំមានផលិតផលនៅក្នុងដៃដែលមានគុណភាពស្អាតទាំងខ្លួនឯងស្អាតទាំងបងប្អូនដែលបានប្រើប្រាស់រយៈពេលប្រហែលជា10នាទីយើងអាចបិទភ្លើងបានហើយបច្ចុប្បន្នបងប្អូនក៏បើកភ្លើងខ្លាំងប្រយ័ត្នខ្លោចពេកក៏អត់ល្អដែរបងប្អូនប្រេងអត់ថ្លាមិនត្រឹមតែប៉ុណ្ណេះបើសិនជាយើងទុកដល់តែខ្លោចអាចបាត់បង់វីតាមីនទៀតបន្ទាប់ពីច្រោះប្រេងហើយឃើញថាប្រេងឡើងថ្លាតែម្ដងបងប្អូនធ្វើប្រេងអត់ថ្លាប្រើអត់ទៅល្អហើយទុកអត់សូវបានយូរទៀតអញ្ចឹងមើលថាបរិមាណប្រហែលខ្ញុំនឹងមកបងប្អូនទាំងគ្នាហើយពោតបារាំងពណ៌ប្រហែលប៉ុណ្ណឹងមកកុំឲ្យខ្លោចឥឡូវនេះគ្រឿងផ្សំបន្ទាប់គឺមានជាមួយនឹងវីតាមីន EQ ខ្ញុំដាក់2គ្រាប់និយាយទៅបងប្អូនដែលគាត់តនេហើយគាត់ចង់ធ្វើដោយខ្លួនឯងនៅផ្ទះងាយស្រួលខ្លាំងមែនតើឲ្យតែបងប្អូនមានជាមួយនឹងប្រេងដូងមានប្រេងដូងនៅផ្ទះហើយយើងអាចយកទៅច្នៃធ្វើប្រេងជាច្រើនមុខបានយកទៅលាយម៉ាស់លាយស្ក្រាប់បានមួយសេតហ្មងហើយប្រេងដែលខ្ញុំចម្រាញ់ជាមួយនឹងពោតបារាំងនេះហើយបងប្អូនទាំងអស់គ្នាក៏អាចយកទៅលាបសក់លាបមុខលាយម៉ាស់លាយលេលាបស្បែករបស់បងប្អូនទាំងអស់គ្នានិយាយទៅ all in one ហ្មងបើសិនជាបងប្អូនទាំងអស់គ្នាគិតថាតំណងណាកុំភ្លេចសាកធ្វើតាមខ្ញុំធានាថាបងប្អូនលាបទៅគឺឃើញស្បែកខ្លួនឯងភ្លឺអាឡូហើយជួយកាត់បន្ថយស្នាមសង្វារបានចាស់ពូកែលាបតែប្រេងដូងតទេហ្នឹងក៏ជួយកាត់បន្ថយស្នាមសង្វារបានលឿនដែរចាស់តម្រាំយកមកច្នៃបែបនេះទៀតហើយបងប្អូនដឹងស្រាប់ហើយថាពោតបារាំងមានអត្ថប្រយោជន៍ច្រើនណាស់គ្រាន់តែយកមកលាបនៅលើស្បែកភ្លាមឡើងទុនមានសំណើមហើយឡើងភ្លឺស្បែកយើងតែមានសំណើមជាប់អត់ងាយឡើងស្នាមសង្វារអត់ងាយឡើងស្នាមអុចខ្មៅឬក៏ស្នាមអាចរយផ្ដេសផ្ដាស់ទេហើយក៏មិនងាយចាស់ជាងវ័យដែរអត់មានអ្នកណាស្រឡាញ់យើងក្រៅពីយើងខ្លួនឯងទេចង់បានស្បែកស្អាតក៏ភ្លេចថែស្បែកខ្លួនឯងណា